បាទសួស្តីបងប្អូនមិត្តរួមអាជីពគ្នាយើងទាំងអស់និងសួស្តីទៅដល់បងប្អូនអតិថិជនអ្នកនិយមជិះកង់3ទាំងអស់គ្នាផងដែរវីដេអូនេះខ្ញុំធ្វើឡើងដើម្បីផ្ញើជូនទៅអតិថិជនមួយចំនួនដែលគាត់និយម booking កង់3ហើយដាក់ទីតាំងឲ្យគេដឹកខ្លួនគាត់ពីត្រើយម្ខាងទៅដល់ត្រើយម្ខាងតែម្ដងអញ្ចឹងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនអំពីផលប៉ះពាល់របស់បងប្អូនអ្នករត់កង់3នៅពេលដែលបងប្អូន booking កង់3ពីត្រើយម្ខាងទៅដល់ត្រើយម្ខាងអ្វីដែល driver ត្រូវធ្វើមុនគេនោះគឺរងចាំបង់លុយថ្លៃសាឡាងបើសិនជាអត់មានអ្នកជិះសាឡាងច្រើនទេការរងចាំបង់លុយក៏អត់ចំណាយពេលច្រើនដែរបាទគឺមានន័យថាយើងជិះទៅដល់យើងអាចចូលទៅបង់លុយបានតែម្ដងហើយអ្វីដែលយើងជៀសមិនផុតនោះគឺការតម្រង់ជួររងចាំសាឡាងគេមកយកយើងបាទទៅតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងគឺចន្លោះពី5នាទីទៅដល់10នាទីទើបសាឡាងគេមកដល់បាទបើសិនជាសំណាងល្អយើងទៅចំសាឡាងដែលគេកំពុងតែរងចាំយើងឡើងទៅជិះតែម្ដងអានោះគឺល្អប៉ុន្តែខ្ញុំនិយាយអំពីរឿងដែលបើសិនជាយើងទៅហើយអត់ចំម៉ោងដែលគេចាំយើងគឺយើងត្រូវតែរងចាំគេចន្លោះពី5នាទីទៅដល់10នាទីទើបសាឡាងឬក៏ទូកនឹងគេមកយកយើងបានបាទអញ្ចឹងគឺយើងចំណាយពេលអស់10នាទីនៅពេលដែលទូកឬក៏សាឡាងនឹងគេមកដល់គឺយើងនាំគ្នាឡើងទៅលើទូកលើសាឡាងហ្នឹងដែលមិនមែនមានតែយើងទេគឺមានច្រើនអញ្ចឹងក្នុងការដែលតម្រាំតែយើងហើយនឹងអតិថិជនផ្សេងៗទៀតដែលគាត់រងចាំឡើងហ្នឹងពេញបាទអាចចំណាយពេល5នាទីទើបទូកហ្នឹងគេចាប់ដើមបិទទ្វារហើយធ្វើដំណើរចេញទៅអញ្ចឹងមុនហ្នឹងយើងចាំគេមកយកយើង10នាទីហើយយើងធ្វើដំណើរឡើងទៅលើហ្នឹងអស់5នាទីទៀតយើងរាប់តាំងពីគេថយក្រោយចេញទៅហ្នឹងរហូតទៅដល់ត្រើយម្ខាងហ្នឹងគឺចំណាយពេលពី15នាទីទៅ20នាទីដល់កោះពេជ្រអរិយស័ក្តិហ្នឹងខ្ញុំនិយាយតែកោះពេជ្រនិងអរិយស័ក្តិទេបាទអញ្ចឹងមុនហ្នឹងគឺយើងអស់15នាទីហើយមកបូកជាមួយនឹងធ្វើដំណើរទៅហ្នឹងគឺអស់20នាទីទៀតអញ្ចឹងវាអស់ប្រហែល35នាទីបាត់ទៅហើយទម្រាំទៅដល់ត្រើយម្ខាងអញ្ចឹងនៅពេលដែលបងពូគាត់ជូនយើងទៅដល់ត្រើយម្ខាងឬក៏ទៅដល់គោលដៅរបស់យើងនៅត្រើយម្ខាងហ្នឹងគាត់ត្រូវធ្វើដំណើរមកវិញគាត់ត្រូវរងចាំទូកគាត់ត្រូវរងចាំសាឡាងគាត់ត្រូវធ្វើដំណើរមកជាមួយនឹងសាឡាងហ្នឹងរយៈពេលសរុបបូកសរុបមកគឺ30នាទីទៅ35នាទីដល់ដែលអញ្ចឹងមុនហ្នឹងគាត់ជូនយើងទៅហ្នឹងគឺ35នាទីហើយមកវិញក៏លំបាកនឹងដូចគ្នាអញ្ចឹងមានន័យថាគ្រាន់តែគាត់ជូនយើងទៅហ្នឹងហើយគាត់ឆ្លងមកដល់កន្លែងគាត់វិញហ្នឹងកោះពេជ្រហ្នឹងគឺអាចនឹង1ម៉ោងសម្រាប់ការធ្វើដំណើរតែប្រវែងបន្តិចហ្នឹងអតិថិជនខ្លះគាត់ booking ដាក់គោលដៅទៅដល់ត្រើយម្ខាងហ្មងហើយនៅពេលដែលគេជូនទៅគាត់ទៅដល់ត្រើយម្ខាងគាត់អត់មានបានបូកសេវាបន្ថែមឲ្យទេគាត់គិតថាថ្លៃសាឡាងក៏គាត់ជាអ្នកចេញឲ្យពូកង់3នឹងទាំងទៅទាំងមកអញ្ចឹងហើយពេលខ្លះគាត់អត់បានថែមសេវាឲ្យទៅលើទេព្រោះគាត់អស់ជាមួយនឹងថ្លៃសាឡាងនឹងច្រើនដែរអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនអតិថិជនថាអត់មានក្រុមហ៊ុនណាគេបូកសេវាបន្ថែមទៅនឹងការដែលខាតបង់ពេលវេលាទៅជាមួយនឹងការរងចាំសាឡាងការធ្វើដំណើរតាំងពីត្រើយម្ខាងរហូតដល់ត្រើយម្ខាងហើយខ្ញុំត្រូវបកមកវិញគឺអត់មានក្រុមហ៊ុនណាបូកសេវាបន្ថែមឲ្យពួកខ្ញុំនេះទេឲ្យខ្ញុំដែលជាអ្នករត់កង់3នេះទេអញ្ចឹងហើយបើសិនជាបងប្អូនអតិថិជនអត់ចង់អស់សេវាបន្ថែមគឺបងប្អូនឲ្យគាត់ដាក់បងប្អូននៅត្រើយម្ខាងនេះចុះហើយបងប្អូនធ្វើការជិះសាឡាងទៅខ្លួនឯងចាំទៅដល់ត្រើយម្ខាងទៀតចាំបងប្អូនហៅកង់3ផ្សេងឬ booking កង់3នៅខាងនោះជិះទៅប៉ុន្តែមានបងប្អូនមួយចំនួនគាត់អត់ចង់មានភាពអញ្ញែអញ្ញៃគឺគាត់ចង់ booking កង់3ហ្នឹងដាក់ទីតាំងទៅដល់ត្រើយម្ខាងមកគឺគាត់ចង់ជិះកង់3មួយហ្នឹងពីខាងកោះពេជ្រហ្នឹងឆ្លងទៅអរិយស័ក្តិហ្នឹងតែម្ដងគាត់អត់ចង់ឈរគាត់អត់ចង់ចេញទៅខាងក្រៅកង់3អញ្ញែអញ្ញៃអីចឹងទេបាទគឺគាត់ចង់ឲ្យកង់3 direct ជូនគាត់ទៅដល់ផ្ទះនៅត្រើយម្ខាងទៀតតែម្ដងអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនអតិថិជនថាបើសិនជាបងប្អូនមិនចង់មានភាពអញ្ញែអញ្ញៃជិះកង់3 2 3តង់បងប្អូនក៏ត្រូវហ៊ានចំណាយលុយទៅលើការខាតបង់របស់គេដែរពីព្រោះថាអត់មានក្រុមហ៊ុនណាគេបូកសេវាបន្ថែមឲ្យពួកខ្ញុំនេះទេឲ្យខ្ញុំដែលជាអ្នករត់កង់3នេះទេអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យគាត់ជូនទៅហ្នឹងគឺបងប្អូនត្រូវគិតសេវាឲ្យគាត់ផងតម្លៃបូកសេវាបន្ថែមជាទឹកចិត្តរបស់បងប្អូនហ្នឹងជូនគាត់ប្រមាណវាជារឿងរបស់បងប្អូនខ្ញុំមិនហ៊ាននិយាយថាប្រមាណទៅផ្សារអសន្នទេហើយវីដេអូនេះផងដែរខ្ញុំធ្វើឡើងដើម្បីគ្រាន់តែចង់ឲ្យបងប្អូនដែលជាអតិថិជនមានអារម្មណ៍ល្អទៅវិញទៅមកជាមួយនឹងបងដែលជា driver តែប៉ុណ្្នឹងឯងបាទយើងជិះជាមួយគ្នាយើងត្រូវតែមានអារម្មណ៍ល្អជាមួយគ្នាដើម្បីការធ្វើដំណើរហ្នឹងប្រកបទៅដោយភាពរីករាយបាទហើយវីដេអូហ្នឹងគឺខ្ញុំដកស្រង់ចេញពីបទពិសោធន៍ផ្ទាល់ដែលខ្ញុំបានជួបបានឃើញបាទអញ្ចឹងហើយបើមានចំណុចខ្វះខាតត្រង់ណាក៏សូមអធិស្ឋានទៅដល់បងប្អូនអតិថិជននិងបង driver ទាំងអស់គ្នាផងដែរអញ្ចឹងវីដេអូថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយបើមានចម្ងល់ឬក៏សង្ស័យអី comment នៅខាងក្រោមមកចាំខ្ញុំឆ្លើយតបតាមក្រោយបាទអរគុណច្រើន